នៅក្នុងវីដេអូនេះគឺយើងមានព័ត៌មានអាប់ដេតទាក់ទងនឹងប្រទេសអ៊ីរ៉ង់ចំណុចដែលយើងគួរចាប់អារម្មណ៍ទី1គឺទាក់ទងនឹងបាតុកម្មគឺនៅតែបង្កការចលាចលនៅក្នុងប្រទេសហើយនឹងព័ត៌មានដែលអាប់ដេតសំខាន់ទាក់ទងនឹងមានការផ្ទុះនៅក្នុងប្រទេសអ៊ីរ៉ង់ច្រើនកន្លែងភាគច្រើនជាកន្លែងយោធាដូចគ្នាគ្រាន់តែថាมันមានព័ត៌មានអីបញ្ចេញពីព័ត៌មានអេរ៉ង់ទេអាប់ដេតមួយចំនួនទាក់ទងនឹង Sprint Leader របស់អេរ៉ង់លោកកាមេនីហ្នឹងគឺបានទេតំណែងរបស់ខ្លួនហ្នឹងទៅឲ្យសិទ្ធិក្នុងការរៀបចំផែនការយោធាទៅឲ្យអ្នកផ្សេងហើយក៏ដូចជាផ្ដាំផ្ទេរមរតកបើសិនជាក្នុងករណីគាត់ស្លាប់អូខេអញ្ចឹងក្នុងវីដេអូនេះជាវីដេអូបែបវិភាគជាមួយនឹងរូបភាពជាក់ស្ដែងច្រើនតោះយើងទស្សនាទាំងអស់គ្នាដោយដែលអ្នកទាំងអស់គ្នាបានឃើញនេះគឺជាវីដេអូបាតុកម្មឃើញថាមានការវាយច្រើនមែនទែនហើយអ្វីដែលយើង surprise ហ្នឹងគឺលោកខាំនីដែលមានវ័យ86ឆ្នាំហើយវាអាចថាជាតារបស់ខ្ញុំក៏បានដែរឥឡូវនេះបានផ្ដល់អំណាចទៅកាន់អ្នកដទៃក្នុងការកាន់កាប់ផ្នែកយោធារបស់ខ្លួនហើយមិនធ្វើការរៀបចំសង្គ្រាមនឹងដោយខ្លួនឯងទេហើយលោកបានផ្ដល់ឈ្មោះមនុស្ស4នាក់ដែលអាចជំនួសគាត់នៅពេលដែលក្នុងករណីគាត់មានបញ្ហាឬក៏ត្រូវបានគេសម្លាប់នេះគឺជារឿងដែលកើតឡើងខណៈពេលដែលមានការបាតុកម្មជាច្រើនពេលនេះគឺមានការផ្ទុះជាច្រើនកន្លែងភាគច្រើនជាកន្លែងមូលដ្ឋានទ័ពរបស់អេរ៉ង់គាត់ថាมันមានការបកស្រាយអីទេពីរដ្ឋអេរ៉ង់បានកំពុងតែរៀបចំខ្លួនជាស្រេចក្នុងការរៀបចំធ្វើសង្គ្រាមហើយចំណុចដែលសំខាន់មួយទៀតគឺលោក Donald Trump បាននិយាយថាចំនួននៃការស្លាប់នៅក្នុងខែមករានេះគឺច្រើនមែនទែនលើសពីអ្វីដែលយើងគិតតើហេតុអីបានជាលោក Trump និយាយពីទូរលេខនេះនៅពេលនេះគឺយើងចាប់ផ្ដើមអំពីការផ្ទុះមានឃើញរូបភាពនៃការបង្ហាញពីការផ្ទុះមួយនៅជាប់ភ្នំដែលជាទីតាំងដែលនៅទីតាំងមូលដ្ឋានយោធារបស់អេរ៉ង់នឹងឯងមានឃើញផ្សែងឆាបឆេះឡើងលើផ្សែងហុយឡើងលើហើយប្រហែលថ្ងៃនេះគឺមានការកើតឡើងបែបហ្នឹងគឺច្រើនករណីគឺថាมันមានការបកស្រាយអ្វីទេពីខាងរដ្ឋអេរ៉ង់ហើយដោយកន្លែងនេះអញ្ចឹងគឺយើងឃើញថាផ្សែងហុយខ្លាំងហើយភ្លើងឆេះដែលពលរដ្ឋធម្មតាក៏អាចមើលឃើញដែរដូចយើងភ្លើងឆេះអីមួយអញ្ចឹងហើយវាជាកន្លែងដែលគេសង្ស័យថាជាមូលដ្ឋានទ័ពរបស់កងទ័ពបដិវត្តន៍អេរ៉ង់ហ្នឹងគឺទីតាំងនៅក្រោមដីយើងមិនដឹងថាវាជាការវាយប្រហារទុកជាមុនឬក៏ការកើតឡើងអីទេព្រោះដោយសារតែมันមានអ្វីបញ្ជាក់គឺគេមិននិយាយអ្វីទាំងអស់តែម្ដងអេរ៉ង់គឺបានជាកថាអាមេរិកនឹងវាយហើយមិនដឹងថាពេលណាហើយឥឡូវនេះទោះបីជាមានការចរចាក៏ដោយគឺគ្រប់យ៉ាងគឺត្រូវបានរៀបចំនៅក្នុងករណីដែលខ្ពស់បំផុតមីស៊ីលបានត្រៀមចាំគ្រប់ទីតាំងហើយកន្លែងប្រព័ន្ធការពារដែនអាកាសក៏បានពង្រាយគ្រប់កន្លែងហើយគឺកងទ័ពទាំងអស់គឺផ្លាស់ប្ដូរគ្រប់ឈរជើងគ្រប់ទីតាំងទាំងអស់តែម្ដងនេះគឺជាការប្រជុំរបស់ខាងអេរ៉ង់យើងឃើញថាមេទ័ពទាំងអស់គឺលុតជង្គង់នៅពីមុខ Sprint Leader តែម្ដងសម្រាប់ពេលនេះគឺលោកមិនបានរៀបចំសង្គ្រាមនេះដោយខ្លួនឯងទេគឺលោកបានផ្ដល់តំណែងឲ្យគឺលោក Ali Lazami គឺជាអ្នកដែលទទួលខុសត្រូវផ្នែកសង្គ្រាមបន្ទាប់ពីមេដឹកនាំគឺជាប្រធានកិច្ចការសន្តិសុខជាតិឥឡូវនេះគឺបានកាន់កាប់នៅកងទ័ពផ្នែកសំខាន់របស់កងទ័ពអស់ហើយឥឡូវនេះអាចថានឹងកាន់តំណែងធំជាង President របស់អេរ៉ង់ទៅទៀតគឺជាការរៀបចំគ្រប់យ៉ាងទាក់ទងនឹងការធ្វើសង្គ្រាមនេះគាត់គឺជាអ្នកក្តោបក្តាប់នៅការធ្វើការវាយប្រហារឬក៏បង្ក្រាបកាលពីខែមករាតែម្ដងគាត់ធ្លាប់បានសិក្សាអំពីការវាយប្រហារយ៉ាងខុសត្រូវរបស់ចិនកាលពីឆ្នាំ1989ហើយឥឡូវនេះគឺយករឿងទាំងអស់ហ្នឹងយកមកធ្វើនៅអេរ៉ង់ឥឡូវហ្នឹងគាត់បានកំពុងតែរៀបចំផែនការសង្គ្រាមគាត់បានវាយប្រហារឬក៏សម្លាប់បាតកោដោយមិនរើសមុខហើយគាត់គឺជាអ្នកដោះស្រាយឬក៏ចរចាទាក់ទងនឹងកិច្ចការនុយក្លេអ៊ែរទៅទៀតហើយគាត់ក៏ជាអ្នករៀបចំទាំងអស់ទាក់ទងនឹងសម្ព័ន្ធមិត្តរវាងរុស្ស៊ីឆៃណាក្វាតាហើយនិងអូម៉ង់គឺគាត់ជាអ្នកគ្រប់គ្រងទៅលើសកម្មភាពទាក់ទងការទូតនឹងទាំងអស់ដែរម្ដង
គាត់សឹងតែគ្រប់គ្រងអ្វីគ្រប់យ៉ាងទាំងអស់ហើយនៅអេរ៉ង់ក៏ពិតរឿងទាំងអស់នេះវាមិនមែនប្លែកទេដោយសារតែរឿងទាំងអស់នេះគឺធ្លាប់បានកើតឡើងម្ដងហើយនេះគឺជា President ចាស់របស់អេរ៉ង់ដែលតាមរបាយការណ៍គឺត្រូវបានស្លាប់ដោយការផ្ទុះយន្តហោះហ្នឹងថ្មីនេះមុនពេលដែលគាត់ឡើងធ្វើជា President គាត់ក៏ធ្លាប់ជាមនុស្សម្នាក់ដែលកាន់តំណែងទាំងអស់នេះដែរដូចជាធ្លាប់បានវាយប្រហារទៅលើបាតកោនៅអេរ៉ង់នឹងដូចគ្នាគាត់គឺជាអ្នកដឹកនាំការសម្លាប់បាតកោពីមុនមកដូចគ្នាហើយឥឡូវនេះគឺជាសកម្មភាពទាំងអស់នេះគឺជាមនុស្សណាដែលខុសខុសមនុស្សណាដែលហ៊ានសម្លាប់បាតកោចាននឹងក្លាយជាមេដឹកនាំបន្តហើយរឿងនេះក៏មិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលតែមួយទេមានរឿងមួយទៀតគឺលោក Khamenei នេះមិនត្រឹមតែផ្ដល់កាតព្វកិច្ចយោធាទៅកាន់មនុស្សម្នាក់ទេគឺគាត់បានរៀបចំខ្លួនជាស្រេចនៅពេលដែលគាត់ស្លាប់តើអ្នកណានឹងឡើងកាន់តំណែងទៅទៀត Green Leader របស់ខ្លួនបានប្រាប់ឈ្មោះគ្រប់ត្រីជាន់ខ្ពស់ទាំងអស់គឺ4នាក់ឈ្មោះ4នាក់ដែលនឹងអាចជំនួសរូបលោកបានគាត់ថាក្នុងនេះគេមិនបានបញ្ចេញថា4នាក់ហ្នឹងជាអ្នកណាទេគាត់ថាគ្រប់មន្ត្រីជាន់ខ្ពស់គឺគេដឹងមិនជឿតែម្នាក់ទេគឺ4នាក់ដោយសារតែអេរ៉ង់បានសិក្សាកាលពីសង្គ្រាម12ថ្ងៃជាមួយនឹងអ៊ីស្រាអែលហ្នឹងគឺអ៊ីស្រាអែលបានសម្លាប់មេទ័ពធំរបស់ខ្លួនច្រើនមែនទែនហើយសូម្បីតែមេដឹកនាំតើតើនឹងអាវុធនុយក្លេអ៊ែរហ្នឹងក៏អ៊ីស្រាអែលសម្លាប់ច្រើនអញ្ចឹងបានលើកនេះគឺរៀបចំគឺ4នាក់តែម្ដងដែលបើសិនជាមានរឿងអីកើតឡើងចំពោះលោកកាមេនីគឺមានអ្នកឡើងតំណែងជំនួសហើយវាមិនអាចថាសម្លាប់ដល់ទាំង4ទេនេះគឺច្រើនមែនទេរៀបចំផ្លូវក្រោយមកតង់ទៅគឺនៅតែអាចគ្រប់គ្រងអំណាចឬក៏អាចនឹងបន្តធ្វើអំពើខុសខើលើប្រទេសអេរ៉ង់ដដែលពេលគណៈពេលដែលលោក Khamenei បានឡើងស្លែងសន្ទរកថាអាមេរិកនឹងត្រូវបានលោកផ្ទះកំភ្លៀងដោយរបៀបណាมันអាចឈួរឡើងវិញទេអាមេរិកបើសិនជាត្រូវគាត់ផ្ទះកំភ្លៀងប៉ុន្តែកម្លាក់ពេលគណៈពេលនឹងដូចគ្នាគាត់ក៏បានត្រៀមខ្លួនយ៉ាងស្ងាត់ក្នុងការរៀបចំនៅបណ្ដាំមរតករបស់ខ្លួនទៅកាន់អ្នកចំនួនក្រោយហើយគណៈពេលហ្នឹងគឺតើតើនឹងបាតកោហ្នឹងក៏ត្រូវបានសម្លាប់បន្តដែរហើយនេះគឺគេរំលឹកតើតើនឹងព្រឹត្តិការណ៍40ថ្ងៃនៃការកាន់ទុកហ្នឹងបើបងប្អូនបានមើលវីដេអូមុនគឺយើងដឹងហើយគាត់បាននិយាយតើតើនឹងព្រឹត្តិការណ៍40ថ្ងៃនេះដែលបានឬក៏បានបណ្ដេញស្ដេចសារចេញពីប្រទេសឥឡូវនេះគឺវាដល់ពេលដែលព្រឹត្តិការណ៍40ថ្ងៃដែលកើតឡើងសារជាថ្មីហើយអញ្ចឹងអានេះគឺគេរំលឹកសារថ្មីទេថាជារៀងរាល់40ថ្ងៃបន្ទាប់ពីមនុស្សម្នាក់ស្លាប់គឺមានសមាជិកគ្រួសារតែងតែមកជួបជុំដើម្បីធ្វើការភាវនាពេលព្រឹកនេះគឺជាពេលដែលបដកម្មបានចាប់ផ្ដើមឡើងវិញហើយក៏ចាប់ផ្ដើមថុចរីកធំយ៉ាងលឿនតែម្ដងពេលឥឡូវនេះគឺយើងដល់តែ40ថ្ងៃទៀតហើយតាំងពីការសម្លាប់រង្គាលខែមករាមកហើយវាមិនមែនតែចំណុចតែមួយទេចំណុចមួយទៀតដែលចៃដន្យហ្នឹងកាលពីម្សិលមិញក៏ជាថ្ងៃមួយនៃការបើកបវេសនការរបស់សិស្សថ្មីដែរសិស្សជាច្រើនក៏បានមករៀនសារជាថ្មីក៏ដូចជាឆ្លៀតពេលហ្នឹងទៅធ្វើបដកម្មដូចគ្នាសម្រាប់សិស្សសាកលវិទ្យាល័យភ្លាមគឺសិស្សសាលាបានរិចនៅបដកម្មឬក៏ឡើងធ្វើការតវ៉ាប្រឆាំងគឺឆាប់រហ័សមែនទែនកើនឡើងលឿនមែនទែនឆ្លើយតបរបស់ខាងរបបរបស់លោក Khamenei ហ្នឹងក៏លឿនដូចគ្នាគឺមិនទុកពេលឲ្យទេព្រោះកាលពីខែ12ខែ1ហ្នឹងគឺរដ្ឋបាលរបស់អេរ៉ង់ទុកពេលរហូតដល់2អាទិត្យដើម្បីបង្ក្រាបប៉ុន្តែឥឡូវអត់ទេគាត់តែចាប់ផ្ដើមគឺបាញ់ភ្លាមឬក៏សម្លាប់ភ្លាមតែម្ដងព្រោះពួកគេបានដឹងហើយថាវានឹងរីកធំធាត់ឬក៏បដកម្មនេះនឹងកើនឡើងឆាប់រហ័សមែនទែនអញ្ចឹងគឺมันអាចទុកពេលឲ្យទេគឺគាត់តែបដកម្មភ្លាមគឺសម្លាប់ភ្លាមឬក៏បាញ់ភ្លាមតែម្ដងក្នុងនេះគឺគេនឹងរៀបរាប់ពីព្រឹត្តិការណ៍មួយចំនួនទាក់ទងនឹងអាមេរិកដូចគ្នាគឺបានកំពុងតែរៀបចំកាន់តែធំទៅរូបភាពដែលយើងឃើញនៅលើអេក្រង់ហ្នឹងគឺជាការចល័តរបស់យន្តហោះសហរដ្ឋអាមេរិកគឺពីមួយថ្ងៃទៅមួយថ្ងៃគឺកាន់តែច្រើនទៅនេះគឺជាចំនួន40ទៅ50%នៃព្រឹត្តិការណ៍ដែលអាមេរិកធ្លាប់បានបញ្ចេញនៅអាវុធធំបែបហ្នឹងគឺដូចកាលពីឆ្នាំ1991ក៏ដូចជាឆ្នាំ2003ដូចគ្នាដែលធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ាក់ទាំងកាលជំនាន់លោក Bush ទី1និងលោក Bush ទី2ហ្នឹងក៏ដូចគ្នាគឺ1991និង2003គឺអាមេរិកគឺចាយកម្លាំងដូចគ្នាឥឡូវនេះគឺ
ដោយចំនួនលោក Donald Trump ហ្នឹងក៏ប្រើកម្លាំងយោធាហ្នឹងដ៏ធំអញ្ចឹងគឺជាព្រឹត្តិការណ៍មួយដែលធំតែម្ដងទាក់ទងនឹងរដ្ឋរបស់អេរ៉ង់អាចឆ្លើយតបយ៉ាងម៉េចខ្លះតើមានការរៀបចំអ្វីខ្លះនៅរដ្ឋអេរ៉ង់នេះគឺជាក្នុងនេះគេថាជាវីដេអូបោះសម្ដៅមួយទាក់ទងនឹងអេរ៉ង់ដែលបានបង្កើតនៅវីដេអូ AI ដើម្បីអាចថាជាការបោកប្រាស់ប្រជាជនខ្លួនឯងក៏ថាបានដែរដែលចុះផ្សាយដោយ The Sun ហើយរូបនេះគឺជាមូលដ្ឋានទ័ពយោធារបស់អាមេរិកទេប៉ុន្តែដូចជាអេរ៉ង់គឺប្រើវីដេអូ AI ដើម្បីផ្សាយនៅក្នុងប្រទេសខ្លួនឯងអញ្ចឹងណាវាមិនមែនជារឿងពិតប្រាកដទេមានថាអេរ៉ង់ចង់បង្ហាញថាអេរ៉ង់មានសមត្ថភាពក្នុងការហោះឬក៏ហោះ drone ឬក៏ចាត់កែរណបអីទៅថតយន្តហោះចម្បាំងរបស់អាមេរិកអានេះថត tanker យន្តហោះដាក់ដឹកសាំងរបស់អាមេរិកចាក់សាំងលើអាកាសហ្នឹងហើយថតទាំងអា drone ឆ្លួបការរបស់អាមេរិកទៀតចឹងនេះកុហកប្រើ AI ដើម្បីកុហកប្រជាជនខ្លួនឯងដូចការសង្គ្រាមយើងលើកទី1ដែរជឿ AI ដែរផ្ទុះ F16 ផ្ទុះរាល់ថ្ងៃដែរចង់បញ្ចប់អូខេយើងបកមកយើងវិញអូខេអញ្ចឹងក្នុងនេះគេក៏មិនបាននិយាយថាតើពួកគេអាចកំទេចនៅមូលដ្ឋានដែលមានយន្តហោះច្រើនអញ្ចឹងដោយរបៀបណាយើងអត់ដឹងទេប៉ុន្តែសម្រាប់ព្រឹត្តិការណ៍ដែលគេថតបាននៅប្រទេសអេរ៉ង់ហ្នឹងគឺដោយក្រុមអង្គការសិទ្ធិមនុស្សរបស់អេរ៉ង់ហ្នឹងគឺបានថតនៅប្រព័ន្ធបាញ់ដូចជា Grad របស់រុស្ស៊ីហ្នឹងគឺឃើញច្រើនកំពុងតែដឹកឬក៏ធ្វើការផ្លាស់ប្ដូរទីតាំងអូខេហើយនេះគឺជារូបភាព satellite កាលពីថ្ងៃទី20ខែ2នៅប្រទេសអេរ៉ង់ហ្នឹងគឺយើងឃើញថាមាន S300 launcher ក្នុងនេះក៏គេនិយាយដែរគេមិនច្បាស់ថាតើ S300 នេះនៅដំណើរការឬក៏អត់ទេព្រោះកាលពីសង្គ្រាម12ថ្ងៃហ្នឹងអ៊ីស្រាអែលបានបំផ្លាញនៅប្រព័ន្ធការពារដែនអាកាសជាច្រើនរបស់អេរ៉ង់អញ្ចឹងថាម្ដងថារូបភាពដែលថតពីផ្កាយរណបនេះគឺជារូបភាព S400 ពិតប្រាកដឬក៏ជារូបភាព S400 ដែលដាក់ជាបឆោតដូចដែលរុស្ស៊ីនិងអ៊ុយក្រែនប្រើគឺបច្ចុប្បន្ននេះរុស្ស៊ីនិងអ៊ុយក្រែនគឺកន្លែងខ្លះជាអាវុធពិតប្រាកដតែកន្លែងខ្លះគឺជាដូចជាពេញប៉ោងអញ្ចឹងគឺគេធ្វើដូចយុទ្ធឧបករណ៍តែម្ដងគឺប្រឈួរដើម្បីឲ្យកែរណបចាប់ពីលើមកគឺមើលអាចនឹងច្រឡំតែម្ដងគេមាន SAM system launcher មាន SA5 មានអីចឹងសុទ្ធតែជាប្រព័ន្ធការពារដែនអាកាសដែលថតបានតាមផ្កាយរណបហើយនេះគឺជារឿងកើតឡើងពិតប្រាកដក្នុងនេះក៏គាត់និយាយដែរកាលពីប្រហែលថ្ងៃមុនគឺគាត់បាននិយាយថាយន្តហោះមួយនេះគឺមានបញ្ហាបច្ចេកទេសធ្វើឲ្យផ្ទុះឬក៏ចុះចតមិនកើតហើយធ្វើឲ្យ pilot ម្នាក់ស្លាប់ប៉ុន្តែឥឡូវនេះគាត់បានទទួលព័ត៌មានច្បាស់ការហើយគឺមិនមែនដោយសារតែបញ្ហាបច្ចេកទេសទេគឺដោយសារតែអេរ៉ង់ប្រើប្រព័ន្ធការពារដែនអាកាសបាញ់យន្តហោះខ្លួនឯងតែម្ដងគឺ F4 ក្នុងនេះគេ F4 គឺអេរ៉ង់បានបាញ់ខ្លួនឯងហើយពួកគេបានគិតថាយន្តហោះនេះជាយន្តហោះរបស់បរទេសយើងអាចថាជាយន្តហោះរបស់អេរ៉ង់ឬក៏អ៊ីស្រាអែលហើយពួកគេបានបាញ់ទៅលើយន្តហោះនឹងតែម្ដងហើយនៅពេលដែលបាញ់គឺវាមិនចំពេញទេគឺបានធ្វើឲ្យខូចយន្តហោះមួយចំនួនហើយនៅពេលដែលយន្តហោះនឹងព្យាយាមចុះចតក៏វាអត់ចុះចតកើតហើយបានធ្វើឲ្យ pilot ម្នាក់ស្លាប់ប៉ុន្តែ co-pilot អាចគេចតាមកៅអីផ្ទុះឡើងលើនឹងបានអញ្ចឹង co-pilot អត់ស្លាប់ទេប៉ុន្តែ pilot ស្លាប់ហើយរឿងនេះគឺកើតឡើងដោយសារតែអេរ៉ង់ខ្លួនឯងបាញ់យន្តហោះខ្លួនឯងអានេះគឺគេនិយាយថាប្រហែលជាក្រុមអ្នកកាន់ប្រព័ន្ធការពារដែនអាកាសនឹងអាចថាភ័យពេកឬក៏បញ្ញាប់ពេកក៏អីបានជាធ្វើឲ្យព័ត៌មានខ្លួនឯងទទួលមិនច្បាស់ហើយបាញ់យន្តហោះខ្លួនឯងហើយនេះគឺជារូបភាពនៃយន្តហោះហ្នឹងអូខេនេះគឺជាអ្វីដែលលោក Donald Trump និយាយអញ្ចឹងគាត់ថាប្រជាជនរបស់អេរ៉ង់គឺវាមិនដូចជាមេដឹកនាំរបស់អេរ៉ង់ទេគឺខុសគ្នាហើយគឺជារឿងដែលគួរឲ្យកត់ទុកឬក៏ sad មែនទែនដែលស្ថានភាពបច្ចុប្បន្ននេះកាលពីខែមករាហ្នឹងគឺមានប្រជាជនត្រូវបានគេសម្លាប់ហ្នឹង32,000នាក់ពេលមួយដែលខ្លីដែលគេសម្លាប់ប្រជាជនទាំងអស់នោះហើយពួកគេកម្រងក្នុងការសម្លាប់ប្រជាជនខ្លួនឯងដោយចងកយួរ800នាក់អញ្ចឹងពួកគេចង់ប្រើអា Grand លើក
លើកប្រជាជនខ្លួនឯងឡើងលើហើយក៏វីអីចឹងទៅហើយពួកគេចង់សម្លាប់ឬក៏ចងព្យួរកប្រជាជន837នាក់ប៉ុន្តែគាត់និយាយថាគាត់បានប្រាប់ទៅវិញបើសិនជាអេរ៉ង់ហ៊ានព្យួរកនរណាម្នាក់នៅក្នុងប្រទេសរបស់ខ្លួននរណាក៏ដោយម្នាក់ក៏ដោយគឺយើងនឹងវាយប្រហារអេរ៉ង់ភ្លាមតែម្ដងហើយបន្ទាប់នោះគឺយើងមិនរងចាំ2សប្តាហ៍អីទេគឺយើងនឹងវាយភ្លាមតែម្ដងហើយពួកគេមិនធ្វើការសម្លាប់មនុស្សទាំង837នាក់ដោយព្យួរកទេពួកគេមិនធ្វើទេមិនមានឃើញនរណាត្រូវបានគេព្យួរកនៅប្រទេសអេរ៉ង់ដែរប្រជាជនអេរ៉ង់គឺរស់នៅដូចរស់នៅក្នុងឋាននរកអញ្ចឹងនេះគឺជាលើកទី1ដែលសហរដ្ឋអាមេរិករដ្ឋបាលរបស់សហរដ្ឋអាមេរិកបានបញ្ចេញតួលេខមិនដឹងថាតួលេខទេវាពិតក៏ឬក៏យ៉ាងណាទេប៉ុន្តែមូលហេតុតែបញ្ចេញតួលេខប្រហែលជាដើម្បីបញ្ចេញឲ្យថាជាមូលហេតុមួយដែលអាមេរិកអាចនឹងវាយបានព្រមមនុស្សស្លាប់ច្រើនអញ្ចឹងអានេះឧទាហរណ៍ថាជាលេសមួយជួនកាលចំនួនប្រជាជនស្លាប់វាមិនដល់ប៉ុណ្ណឹងប៉ុន្តែអាមេរិកបញ្ចេញមកគឺប៉ុណ្ណឹងដើម្បីឲ្យមានសមហេតុផលក្នុងការសម្លាប់វាពិបាកជឿដែរក្នុងពេល2ទៅ3ថ្ងៃសម្លាប់មនុស្សដល់រហូតដល់32000នាក់គឺវាច្រើនមែនទែនបើយើងធ្លាប់ដឹងអញ្ចឹងមុននឹងវាយគឺត្រូវមានមូលហេតុក្នុងការវាយដែរអញ្ចឹងមូលហេតុនៃការវាយគឺនេះគេបញ្ចេញមកហើយគឺចំនួនប្រជាជនសត្វគឺច្រើនហើយអ្វីដែលគាត់និយាយមិញហ្នឹងក៏ដូចគ្នាតែទៅនឹងគាត់កង់បង្ហាញថាអេរ៉ង់ក៏ខ្លាចគាត់ដែរព្រោះបរងព្យួរកមនុស្ស800នាក់ជាងហើយគាត់អត់ឲ្យព្យួរកគឺអេរ៉ង់ឲ្យហ៊ានព្យួរកអញ្ចឹងណាអញ្ចឹងក្នុងនេះក៏គេនិយាយដែរបើសិនជាមិនចង់វាយប្រហែលជាមិនបញ្ចេញតួលេខហ្នឹងមកទេហើយនេះក៏ជាព្រឹត្តិការណ៍មួយដែលកើតឡើងថ្មីដែរគឺប្រហែលជាលោកត្រាំចង់និយាយអីមួយក្នុងនេះនៅពេលដែលបញ្ចប់កិច្ចប្រជុំហ្នឹងគឺប្រាប់ឲ្យអ្នកសារព័ត៌មានចេញហើយអ្នកសារព័ត៌មានក៏ព្យាយាមស្រែកសួរថាអីមិនពេលណាវាយពេលណាអីចឹងណាហើយក្នុងហ្នឹងក៏គាត់និយាយចុងក្រោយនេះគឺជារឿងដែលខ្ញុំអាចនិយាយបានគឺឥឡូវនេះគឺខ្ញុំកំពុងតែពិចារណាអញ្ចឹងពាក្យគាត់មិនច្រើនទេគាត់គ្រាន់តែនិយាយថាគាត់កំពុងតែពិចារណាអញ្ចឹងពាក្យមួយម៉ាត់ហ្នឹងគឺធ្វើឲ្យគេគិតថាប្រហែលជាក្នុងផែនការក្នុងការវាយនឹងឯងអញ្ចឹងការវាយអាចកើតឡើងពេលណាមួយយើងអត់ដឹងប៉ុន្តែវានឹងកើតឡើងអូខេអញ្ចឹងក៏តេតទៅនឹងព្រឹត្តិការណ៍អេរ៉ង់និងអាមេរិកនៅតែក្តៅក៏ថាវាមិនទាន់ដល់ចំណុចមួយដែលវាយយើងក៏មិនដឹងអានេះយើងបានត្រឹមតាមដានហើយចំពោះអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរកុំភ្លេចប្រាប់ខ្ញុំនៅក្នុងខ្ទង់ comment បើបងប្អូនណាដែលមិនទាន់ subscribe នៅ channel ខ្ញុំទេជួយ subscribe នៅ channel ខ្ញុំផងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ